ប៉ាម៉ាក់សៀវយូ15ថ្ងៃទៀតវីរុសខ្មោចឆៅនឹងឆ្លងរីករាលដាលពេញពិភពលោកទីវាអវសានពិភពលោកនឹងមកដល់ហើយចាប់ពីពេលនេះទៅគ្រួសារយើងត្រូវស្ដាប់តាមកូនទើបយើងអាចរស់រានមានជីវិតបានថ្ងៃទី1ខែកក្កដាខ្ញុំបានត្រឡប់មកវិញហើយនៅសល់តែ15ថ្ងៃទៀតប៉ុណ្ណោះមុនពេលមហន្តរាយពិភពលោកផ្ទុះឡើងជាតិមុនខ្ញុំទន់ជ្រាយពេកមិនអាចការពារគ្រួសារបានជាតិថ្មីនេះខ្ញុំនឹងប្រើគ្រប់មធ្យោបាយដើម្បីស្តុកទុកស្បៀងអាហារនិងសម្ភារៈកសាងផ្ទះឲ្យរឹងមាំដូចបន្ទាយដែកដើម្បីកុំឲ្យនរណាម្នាក់អាចមកធ្វើបាបគ្រួសារខ្ញុំបានឡើយឆិនកូនកើតអីហ្នឹងយល់សពអាក្រក់មែនទេកើតអីហ្នឹងប៉ាម៉ាក់សៀវយូ15ថ្ងៃទៀតវីរុសខ្មោចឆៅនឹងឆ្លងរីករាលដាលពេញពិភពលោកទីវាអវសានពិភពលោកនឹងមកដល់ហើយចាប់ពីពេលនេះទៅគ្រួសារយើងត្រូវស្ដាប់តាមកូនទើបយើងអាចរស់រានមានជីវិតបាន